សួស្តីអ្នកនរគ្នាថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយខ្ញុំបាន Mr. រស្មីចឹងថ្ងៃនេះគឺខ្ញុំមកដើរលេងនៅប្រាសាទអង្គរវត្តហើយក៏ឆ្លៀតទៅពលានចូលរំរីមួយទៀតផងដែរអញ្ចឹងអ្នកនរគ្នាចង់ដឹងថាសកម្មភាពរបស់ខ្ញុំបែបណាខ្លះទៅតាមវីដេអូនេះទាំងអស់គ្នាដោយសារតែមួយរយៈនេះគឺរវល់ធ្វើការហើយនឹងរវល់សិក្សារៀនសូត្រផងគឺអត់សូវបានចេញវីដេអូច្រើនទេអ្នកនរគ្នាគឺឆ្លៀតពេលបានម្ដងមកកាលដែរអធិស្ឋានចំពោះសំឡេងផងដែរដោយសារមានសំឡេងរំខានដោយសារយើងអត់ទាន់មានម៉ៃមានអីទៅគឺសលេងរៀងវល់ទៀតឯអ្នកនរគ្នាអធិស្ឋានផងបានអ្នកនរគ្នានៅពេលខ្ញុំបានមកដល់ទីនេះគឺខ្ញុំបានបញ្ចេញ stress ហើយនឹងភាពទុក្ខកង្វល់របស់ខ្ញុំគឺបានស្រស់ស្រាយមកវិញអ្នកនរគ្នាខ្ញុំបានទៅដល់ទីនោះហើយខ្ញុំមានអារម្មណ៍ថាអ្វីៗទាំងអស់គឺស្រស់ស្រាយតែម្ដងអ្នកនរគ្នាសុខស្ដាយដល់អ្នកនរគ្នាអត់មានអូនមកជាមួយសិនមានអូនមកជាមួយនឹងសប្បាយប៉ុណ្ណាទេអ្នកនរគ្នាពេលលេងអ្នកនរគ្នាបានអ្នកនរគ្នាឥឡូវនេះគឺខ្ញុំបានមកដល់ពេលលេងចូលរំរីហើយអ្នកនរគ្នាអញ្ចឹងទៅតាមដានវីដេអូនេះទាំងអស់គ្នាបានអ្នកនរគ្នាខ្ញុំមករត់ដងអត់ដែលបានចូលទេអ្នកនរគ្នាផ្លែបជាអត់មើលអញ្ចឹងនេះចូលម្ដងមើលតើទិដ្ឋភាពយ៉ាងម៉េចដែរព្រោះអត់ដែលបានចូលទៅដល់ក្នុងទៀតអ្នកនរគ្នាអញ្ចឹងនេះខ្ញុំនឹងបំពេញក្តីសម័យខ្លួនឯងដើម្បីចង់ឃើញទីនោះគឺអត់ទីឃើញតាមផ្លូវខាងក្រៅបានអ្នកនរគ្នាដល់ពេលខ្ញុំបានចូលមកដល់ទីនេះរៀងស្រស់ស្រាយម្យ៉ាងណាស់អ្នកនរគ្នាមានព្រៃឈើរៀងច្រើនដែរចូលមកមានអារម្មណ៍ថា perfect តែម្ដងអ្នកនរគ្នាបានអ្នកនរគ្នាអញ្ចឹងសរុបសេចក្តីមកចំពោះថាដំណើរកម្សាន្តរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំរ៉េតឲ្យខ្លួនឯង10 លើ 10 តែម្ដងអ្នកនរគ្នាគឺថា perfect តែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែតែម្នាក់ឯងអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយរបស់ខ្ញុំបន្តទៀតបាយបាយ